សូមជូនរឿងហ្វូងពពែនិងឆ្កែចចកជាយូរលង់ណាស់មកហើយមានពពែមួយហ្វូងធំរស់នៅយ៉ាងសុខសាន្តលើទីវាលក្បែរជើងភ្នំមួយដាច់ស្រយាលគេធ្វើជាជំរំចែកជាពួកជាក្រុមមានកូនពពែ6ជាអ្នកយាមមើលការខុសត្រូវរាល់ថ្ងៃគេឮសូរតែសំឡេងស្រែកច្រៀងនិងសំឡេងប្រឡែងគ្នាលេងសើចក្អឹកនៃកូនពពែប៉ុន្តែចំនួន3យប់មកហើយគេសង្កេតឃើញបាត់កូនពពែ3មិនដឹងមកពីរឿងអ្វីហេតុអ្វីពពែទាំងអស់ក៏ចាប់ផ្ដើមជ្រួចច្របល់ភ័យខ្លាចគ្រប់គ្នាកូនពពែទាំង6ដែលតាមដាននៅក្នុងរឿងនេះបានរាយការណ៍ថាមានសត្វចចកមួយចូលមកចាប់កូនពពែធ្វើជាអាហារចាប់តាំងពីពេលនោះមកនៅក្នុងជំរំគេឮសូរតែសំឡេងយំសោកស្ដាយបោកខ្លួនរបស់ម្ដាយស្ដាយស្រណោះកូនហើយការព្រួយបារម្ភភ័យខ្លាចក៏កាន់តែកើតមានឡើងចចកលើបចាប់កូនពពែស៊ីរបៀបនេះចំនួន10យប់ដោយគ្មានអ្នកណាចេញមុខប្រឆាំងការពារឡើយវាកាន់តែក្លាហានហ៊ានចេញមុខរាតត្បាតចូលក្នុងជំរំហ្វូងពពែដោយឥតខ្លាចកោតញញើតកូនពពែទាំង6ឃើញដូចនេះក៏នាំគ្នាបើកអង្គប្រជុំមួយនៅវេលាថ្ងៃត្រង់ពេលនោះមានពពែញីឈ្មោលចាស់ក្មេងទាំងអស់ក្នុងជំរំជាសមាជិកអង្គប្រជុំបានបដូរយោបល់គ្នាទៅវិញទៅមកដូចតទៅកូនពពែទី1ក្រោកឡើងនិយាយថាហេតុដូចម្ដេចក៏ពួកយើងបណ្ដោយឲ្យចចកចាប់កូនស៊ីរលយប់យ៉ាងនេះវាមានធ្មេញធំស្រួចមុតវែងសម្រាប់សម្លាប់ស៊ីសាច់ពួកយើងក៏ពិតមែនចុះពួកយើងពុំមានស្នែងវែងខប់ស្រួចចង់សម្រាប់ប្រើជាអាវុធដើម្បីការពារខ្លួនទេឬកូនពពែទី2ក៏និយាយតស្នែងយាយតាម៉ែឪនិងបងយើងជាច្រើនរឹតតែមាំអាចជួយរួមប្រយុទ្ធជួលចាក់សម្រាប់ចចកបានយ៉ាងងាយកូនពពែទី3បានឲ្យយោបល់បន្ថែមមានរឿងអ្វីគួរឲ្យខ្លាចទៀតយប់នេះពេលចចកចូលមកយើងត្រូវតែស្រែកព្រមគ្នាស្លាប់ទៅអាចង្រៃស្លាប់ទៅអាចង្រៃរួចបោលសម្រុកជលចចកទាំងអស់គ្នាពួកយើងខ្ញុំពពែទាំង5នេះគឺជាអ្នកនាំមុខកូនពពែទី4ក៏ស្រែកឡើងទោះពួកខ្ញុំស្លាប់នៅក្នុងការប្រយុទ្ធនេះក៏ពួកខ្ញុំមិនស្ដាយជីវិតដែរឲ្យតែបងប្អូនទាំងអស់រស់ហើយទឹកដីយើងបានសុខសាន្តឡើងវិញកូនពពែទី5ស្រែកប្រាជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ដូច្នេះយប់នេះយើងត្រូវរួមកម្លាំងគ្នាតស៊ូប្រយុទ្ធឲ្យខ្លាំងក្លាបំផុតតើអង្គប្រជុំមានយោបល់យ៉ាងណាដែរកូនពពែទី6សួរអង្គប្រជុំយោបល់នេះពិតជាត្រឹមត្រូវល្អប្រសើរណាស់យើងទាំងអស់គ្នាជួយយល់ស្របទាំងស្រុងពពែក្នុងអង្គប្រជុំស្រែកព្រមគ្នាហើយទះដៃប្រៅអបអរសាទរយប់នោះកូនពពែទាំង6ចាត់ចែងគ្នាយាមល្បាតគ្រប់ទីកន្លែងគេប្រាប់សញ្ញាគ្នាឲ្យដឹងក្នុងការឃើញសត្រូវហើយម្នាក់ប្រុងប្រយ័ត្ននិងត្រៀមខ្លួនជាស្រេចបំពេញមុខតួនាទីរបស់ខ្លួនពេលនោះចចដើរចូលក្នុងជំរំយ៉ាងអង្អាចហើយស្រែកហ៊ូហ៊ូកូនពពែទី1ឃើញស្រែកបែ2ដងជាសញ្ញាកូនពពែ5ទៀតរត់ស្រោះរុកចាក់ឆ្កែចចកនិងស្នែងយ៉ាងអង្អាចក្លាហានរួចស្រែកថាស្លាប់ទៅអាចង្រៃស្លាប់ទៅអាចង្រៃកូនពពែ2បានត្រូវរបួសយ៉ាងធ្ងន់ប៉ុន្តែកូនពពែទី4ទៀតចូលចាក់គ្នាយ៉ាងសាហាវត្រង់ខ្នងនិងចង្កេះចចកពេលជាមួយគ្នានេះពពែក្នុងភូមិទាំងអស់ចូលមកជួយរួមប្រយុទ្ធយ៉ាងសកម្មចចកទ្រាំទ្រមិនបាននឹងកម្លាំងស្នែងមុតស្រស់សាច់ក៏ដួលស្លាប់នៅទីនោះទៅកូនពពែទាំងពីរក៏ត្រូវរបួសធ្ងន់និងស្លាប់នៅក្នុងទីលានប្រយុទ្ធនោះដែរពពែឯទៀតចូលទៅកាន់មរណទុក្ខសុំសោកស្ដាយគ្រប់គ្នានៅវីរភាពតស៊ូយ៉ាងបដិបដាច់របស់សត្វក្លាហានទាំងពីរនេះចាប់តាំងពីពេលនោះមកហ្វូងពពែទាំងអស់រស់នៅក្នុងជំរំយ៉ាងសុខសាន្តឡើងវិញ